រឿងរ៉ាវមួយនេះចាប់ផ្ដើមឡើងជាមួយនឹងក្មេងប្រុសម្នាក់មានឈ្មោះថាលីដាកំពុងតែជួសជុលត្រាក់ទ័រនៅក្នុងរោងជាងរបស់ខ្លួននិងបានស្ដាប់ព័ត៌មានតាមវិទ្យុបណ្ដាញព័ត៌មានបានរាយការណ៍ប្រាប់ថាមានខ្ជុះព្រះអាទិត្យដ៏ធំមួយកំពុងធ្វើដំណើរមកកាន់ភពផែនដីដែលអាចបង្កឲ្យមានកម្ដៅដ៏សាហាវនឹងផងមេជើងម្នាក់ទៀតបាននិយាយថាព័ត៌មានទាំងនោះវាគ្រាន់តែជាពាក្យចាំអារ៉ាមប៉ុណ្ណោះនៅពេលជាមួយគ្នានឹងដែលក្មេងស្រីម្នាក់ទៀតមានឈ្មោះថាអភិបាលកំពុងតែថតវីដេអូភ្លុករៀបរាប់អំពីជីវិតរស់នៅប្រចាំថ្ងៃរបស់នាងយ៉ាងសប្បាយរីករាយបន្ទាប់មកអភិបាលបានធ្វើដំណើរមកកាន់រូងភ្នំមួយដើម្បីជួបឪពុករបស់ខ្លួនដែលជាអ្នកវិទ្យាសាស្ត្រសិក្សាអំពីការបម្រែបម្រួលអាកាសធាតុពិធីនោះនាងបានទៅផ្សារហើយក៏បានជួបជាមួយនឹងដីដែលកំពុងជួយម្ដាយលក់ដូរស្រាប់តែពេលកំពុងតែនៅផ្សារមនុស្សគ្រប់គ្នាបានឃើញពន្លឺចម្លែកលេចឡើងពេញផ្ទៃមេឃសូម្បីតែសត្វក៏ចាប់ផ្ដើមភ័យស្លន់ស្លោដូចជាមានអ្វីមួយអាក្រក់កំពុងតែកើតឡើងនៅពេលដែលអភិបាលត្រឡប់មកផ្ទះវិញនាងឃើញណាដែលមិនដឹងថាគ្រោះមហន្តរាយដ៏ធំបំផុតក្នុងប្រវត្តិទេសាស្ត្រមនុស្សជាតិកំពុងខិតជិតមកដល់នោះទេបន្តទៀតនៅពេលរសៀលខណៈពេលដែលអភិបាលកំពុងតែជិះម៉ូតូដើរលេងតែម្នាក់ឯងនឹងយើងបានឃើញទីតាំងត្រូវបានក្មេងប្រុសចំនួន3នាក់ផ្សេងទៀតធ្វើបាននឹងបានរុញទម្លាក់ចូលក្នុងទឹកបឹងដែលដឹងថាដីដែលមិនចេះហែលទឹកអាបាសបានលោតចូលទៅជួយសង្គ្រោះភ្លាមទៅប៉ុន្តែពេលដែលនាងកំពុងតែហែលទៅរកគេស្រាប់តែមេទាំងមូលបានប្រែទៅជាពណ៌ក្រហមហើយព្យុះដ៏កាចសាហាវក៏បានចាប់ផ្ដើមឡើងដោយសារតែពួកគេនៅពេលអ្នកស្ថិតនៅក្នុងទឹកបែបនេះពួកគេមិនបានដឹងទេថាក្នុងរយៈពេលតែប៉ុន្មានវិនាទីប៉ុណ្ណោះពិភពលោកទាំងមូលបានធ្លាក់នៅក្នុងគ្រោះមហន្តរាយដ៏អាក្រក់រន្ធត់អណ្ដាតភ្លើងកំពុងឆេះគ្រប់ទីកន្លែងផ្សែងខ្មៅក្រាស់បានគ្រប់ដណ្ដប់លើផ្ទៃមេឃទាំងមូលម៉ូតូរបស់នាងក៏ត្រូវបានភ្លើងឆេះខ្ទេចផងដែរទៅនេះហើយពួកគេនឹងក៏បានប្រញាប់ទៅផ្ទះរបស់ដេកដែរប៉ុន្តែវីដែលពួកគេបានឃើញនោះគឺម្ដាយរបស់លីដាបានស្លាប់បង់ជីវិតទៅហើយបន្ទាប់មកពួកគេបានទៅកាន់ផ្ទះរបស់ខារ៉ាបាវិញម្ដងប៉ុន្តែទិដ្ឋភាពនៅទីនោះរន្ធត់ខ្លាំងណាស់ឡើងជាច្រើនត្រូវបានឆេះខ្ទេចខ្ទីចំណែកឯមនុស្សដែលជាប់នៅខាងក្នុងនឹងក៏បានស្លាប់ទាំងអស់ផងដែរបន្ទាប់ពីហេតុការណ៍ទាំងអស់នឹងកើតឡើងរួចហើយការបាននាំដេដាសទៅកាន់រូងភ្នំមួយដែលពុករបស់នាងធ្លាប់ទុកសម្ភារៈមួយចំនួនសម្រាប់ប្រើប្រាស់នៅពេលដែលមានអាសន្នគេបានត្រឡប់ទៅកាន់ផ្ទះរបស់អភិបាលវិញប៉ុន្តែត្រូវបានខកចិត្តយ៉ាងខ្លាំងពីព្រោះតែផ្ទះនោះត្រូវបានបំផ្លាញខូចខ្ទេចខ្ទីអស់ទៅហើយថាបានព្យាយាមតាក់ទងទៅកាន់ឪពុករបស់ខ្លួនប៉ុន្តែទូរស័ព្ទមិនមានសេវាតាក់ទងមិនបានទាល់តែសោះចំណែកទូរទស្សន៍និងវិទ្យុតាក់ទងនឹងក៏មិនដំណើរការទៀតដែរដោយសារតែមិនមានអីសម្រាប់តាក់ទងបែបនេះឲ្យបានសាកថ្មទូរស័ព្ទដែលប្រើប្រាស់ថាមពលអាទិត្យនឹងបានសម្រេចចិត្តនាំដេដាសទៅកាន់ទីក្រុងដើម្បីស្វែងរកអ្នករស់រានមានជីវិតផ្សេងទៀតប៉ុន្តែពេលទៅដល់ទីក្រុងអ្វីដែលពួកគេឃើញមានតែអគារបាក់បែកនិងសាកសមរបស់មនុស្សគ្រប់ទីកន្លែងដេដាសបានព្យាយាមយកគ្រឿងអលង្ការរបស់មានតម្លៃពីសាកសពទាំងអស់នឹងប៉ុន្តែអភិបាលបានខាត់គាត់ហើយពួកគេក៏បានបន្តស្វែងរកម៉ូតូមួយសម្រាប់ប្រើប្រាស់ជាចាក់ចេញជាមួយនឹងទៅដល់ដែលមានហេតុការណ៍នឹកស្មានមិនដល់បានកើតឡើងដេដាសបានជ្រួតច្រានឲ្យបានដោយអចេតនាធ្វើឲ្យនាងរងដំបងដែលគាត់ត្រូវជាមួយនឹងដែកស្រួចមួយអាបាសបានព្យាបាលរបួសខ្លួនឯងដោយប្រើប្រាស់ថ្នាំនិងសម្ភារៈពេទ្យដែលនៅសល់តិចតួចបំផុតនឹងប៉ុន្តែរបួសនោះវាកាន់តែធ្ងន់ធ្ងរធ្វើនាងបានប្រាប់ទីតាំងថាខ្លួនត្រូវការថ្នាំប្រភេទម្យ៉ាងដែលមានគាត់ស្គាល់ឈ្មោះវាដែរតែបែរជាបានរបួសរបស់អ្នកជាសេះស្បើយឡើងវិញបានហើយទោះបីជាពេលនេះយប់ងងឹតហើយក៏ដោយទីតាំងបានធ្វើដំណើរទៅកាន់ទីក្រុងតែម្នាក់ឯងរើដើម្បីទៅរកថ្នាំមួយនិងបន្តកិច្ចខិតខំប្រឹងប្រែងស្វែងរកអស់ជាច្រើនថ្ងៃមកទីបំផុតអេដាក៏បានដប់ថ្នាំមួយប្រភេទនឹងខេងហើយសូមឲ្យអភិបាលដែលនៅពេលនេះនាងបានសន្លប់បាត់បង់ស្មារតីទៅហើយខណៈពេលកំពុងរងចាំឲ្យបានជាសេះស្បើយឡើងវិញដេដាសបានត្រឡប់ទៅផ្ទះនិងកន្លែងភ្លៀងជួសជុលគ្រឿងចក្រត្រាក់ទ័ររបស់គាត់ដើម្បីប្រមូលសម្ភារៈដែលនៅសល់យកមកប្រើប្រាស់ប៉ុន្មានថ្ងៃក្រោយទៀតបានភ្ញាក់ដឹងខ្លួនវិញហើយបានទេដែលសប្បាយចិត្តខ្លាំងណាស់រហូតរត់ទៅអបនាងដោយក្តីរីករាយចាប់តាំងពីពេលមកពួកគេខិតខំរស់រានមានជីវិតជាមួយគ្នាបានដាំបន្លែសម្រាប់ធ្វើជាម្ហូបអាហារចំណែកដីដែលគេធ្វើការងារផ្សេងមួយចំនួនទៀតបន្ទាប់ពីទិន្នន័យការងារគេតែងតែលេងកម្សាន្តជាមួយនឹងអភិបាលខេត្តបន្តទៀតយើងឃើញថាបើបានដាក់ថ្នាំពណ៌ជាសញ្ញាសុំជំនួយពីក្រុមជួយសង្គ្រោះហើយនាងក៏បានបន្តថតវីដេអូកត់ត្រាជីវិតរស់នៅប្រចាំថ្ងៃរបស់គេផងដែរថ្ងៃមួយដែលភ័យស្លន់ស្លោពីព្រោះតែបានឃើញឈាមប្រឡាក់នៅលើគ្រែប៉ុន្តែអភិបាលបានពន្យល់ប្រាប់ថានោះគឺជារឿងធម្មតាសម្រាប់មនុស្សស្រីប៉ុន្តែដោយសារតែគេនៅក្មេងពេកនាងមិនអាចពន្យល់បានលម្អិតឡើយពេលវេលាកន្លងផុតទៅពួកគេកាន់តែមានភាពស្និទ្ធស្នាលជាមួយគ្នារហូតមកដល់ពេលនេះស្រស់សង្ហាមានសាច់ដុំតាក់ទាញខ្លាំងមែនទែនដែលថាបានសម្លឹងមើលម្ដងស្ទើរតែមិនអាចទប់អារម្មណ៍ខ្លួនឯងបានទេនៅថ្ងៃមួយខណៈពេលដែលអភិបាលកំពុងតែស្រោចទឹកដំណាំដេដាសបានឈរសម្លឹងមើលពីចម្ងាយដោយប្រើប្រាស់
កែវយឿនអភិបាលបណ្ដោះអាសន្នចេញលុយទឹកតែម្ដងទៅទិដ្ឋភាពទាំងអស់នឹងត្រូវបានគេដាស់សម្លឹងមើលឃើញឡើងក្រហមមាត់តែម្ដងលោកបានទៅជួយអាបានធ្វើនំពេលជាមួយគ្នានឹងគាត់បានអបថើបនាងមួយខ្សែដោយមិនបានតាំងចិត្តឡើយចំណែកអភិបាលក៏បាននិយាយស្ដីអ្វីដែលបានបន្តទៀតដេដាសបានទៅកាន់រោងសម្រាប់ជួសជុលធ្វើឲ្យត្រាក់ទ័រនឹងហើយអាចបើកវាត្រឡប់មកផ្ទះវិញបានដោយជោគជ័យទៅពេលនោះអភិបាលបានដឹងថាកូនឈើតូចដែលនាងធ្លាប់មើលថែធ្លាប់បង្រៀនពីមុនមកឥឡូវនេះក្លាយជាបទវិញហើយអាចធ្វើកិច្ចការងារជាច្រើនបានដោយខ្លួនឯងហើយនៅពេលពួកគេដឹងថាប្រហែលជាគ្មានក្រុមសង្គ្រោះណាមកទៀតទេពួកគេក៏បានសម្រេចចិត្តធ្វើដំណើរទៅកាន់ទីក្រុងបាសេឡូណាដើម្បីស្វែងរកកូនរបស់អភិបាលដែលពួកគេសង្ឃឹមថាគាត់នឹងអាចមានជីវិតពួកគេជិះត្រាក់ទ័រដែលដេដាសបានជួសជុលកែច្នៃឲ្យវាឆេះឡើងវិញរួចនឹងហើយប្រើវារុញរថយន្តខូចដែលរាំងលើដើម្បីបន្តដំណើរទៅមុខទៀតទៅនៅតាមផ្លូវពួកគេបានឈប់ជាច្រើនដងដើម្បីយកប្រេងឥន្ធនៈពីយន្តដែលគេបោះបង់ចោលពេលដល់ទៅជិតដល់ទីក្រុងបាសេឡូណាពួកគេភ្ញាក់ផ្អើលជាខ្លាំងពីព្រោះថាទីក្រុងដ៏ធំមួយនោះក៏ត្រូវបានបំផ្លាញដោយព្យុះព្រះអាទិត្យដូចគ្នាអាបាននៅតែព្យាយាមតាក់ទងឪពុករបស់គេបានមកដល់កីឡដ្ឋានសម្រាប់ទាត់បាល់ក្រុមរបស់បាសេឡូណានឹងឯងជាកន្លែងពួកគេចូលចិត្តមកជាយូរណាស់មកហើយដេដាសបានលេងបាល់នៅទីនោះខណៈពេលដែលអភិបាលបានឈរថតវីដេអូឲ្យគាត់ពេលដែលគាត់សុទ្ធបាញ់ចូលទីបានជោគជ័យអភិបាលបានដឹងយ៉ាងច្បាស់ថាដេដាសបានផ្លាស់ប្ដូរខ្លាំងប៉ុណ្ណាចាប់តាំងពីពេលនោះមកពួកគេកាន់តែមានភាពស្និទ្ធស្នាលនិងពឹងផ្អែកលើគ្នាកាន់តែឡើងជាច្រើនថ្ងៃកន្លងផុតទៅប៉ុន្តែពួកគេនៅតែមិនបានជួបមនុស្សផ្សេងទៀតណាម្នាក់នៅក្នុងទីក្រុងបាសេឡូណានឹងទេដូច្នេះពួកគេក៏បានសម្រេចចិត្តទៅរស់នៅក្បែរមាត់សមុទ្រវិញមួយសប្តាហ៍ក្រោយមកអាល់បាបានប្រាប់ទីតាំងថានាងកំពុងមានផ្ទៃពោះពីព្រោះពួកគេទាំងពីរនាក់បានធ្វើសកម្មភាពវាយឡើងជាមួយនឹងគ្នាបានរួចហើយដំណឹងមួយនេះធ្វើឲ្យទីតាំងសប្បាយចិត្តយ៉ាងខ្លាំងមើលទៅវាជាសញ្ញាថាមនុស្សជាតិអាចនឹងមានអនាគតបន្តទៀតគឺមានមនុស្សបន្តពូជអ៊ីចឹងណាខណៈពេលដែលរងចាំកូនកើតមកអាល់បាបានសិក្សាអំពីការសម្រាលកូននិងការថែទាំទារកចំណែកដេដាសពេញគាត់នៅតែយកចិត្តទុកដាក់និងគោរពការពារនាងគ្រប់ពេលវេលាតែម្ដងប៉ុន្មានខែក្រោយមកទៀតពួកគេក៏បានត្រៀមខ្លួនសម្រាលកូនក៏បានមកដល់ដោយមានជំនួយពីដេដាសឲ្យបានក៏បានសម្រាលកូនដោយសុវត្ថិភាពហើយពួកគេបានដាក់ឈ្មោះទារកនោះថាថៃមិនយូរប៉ុន្មានពួកគេបានឃើញនាវាមួយកំពុងធ្វើដំណើរនៅលើសមុទ្រអាល់បាបានសម្លាប់យ៉ាងវែកដៃសុំជំនួយខណៈពេលដែលដេដាហាក់ដូចជាមិនចង់ឲ្យមានមនុស្សផ្សេងចូលមកនៅក្នុងពិភពការរស់នៅរបស់ពួកគេទាំង3នាក់នឹងទេភ្លាមពួកគេនឹងក៏បានប្រទះឃើញបុរសចំណាស់ម្នាក់នៅលើឆ្នេរដែលមានជីវិតនៅឡើយពួកគេក៏បានប្រញាប់ប្រញាល់ជួយនឹងបាននាំគាត់មកព្យាបាលទៅក្រោយពេលបានធូរស្បើយរួចហើយបុរសចំណាស់នោះបានថ្លែងអំណរគុណនិងបានសុំឲ្យពួកគេក៏បានរៀបរាប់ប្រាប់ថាបើសិនទូករបស់គាត់បានខូចហើយពេលដែលកំពុងចតនៅក្នុងសមុទ្រអន្ទាក់ចូលខាងក្នុងទឹកទៅនៅក្នុងអំឡុងពេលដែលជួសជុលនាវាអស់រយៈពេលប៉ុន្មានថ្ងៃនឹងគាត់ក៏បានបង្រៀនឲ្យបានដិតដល់អំពីជំនាញជាច្រើនដូចជាការធ្វើដំណើរតាមសមុទ្រនិងការដាំដុះដំណាំផ្សេងទៀតដែរដោយសារតែរូបរាងហើយនិងអាកប្បកិរិយារបស់បុរសចំណាស់ម្នាក់នោះឲ្យបានចាប់ផ្ដើមមានអារម្មណ៍ថាគាត់មើលទៅស្រដៀងជាមួយនឹងឪពុករបស់នាងខ្លាំងណាស់ប៉ុន្តែថ្ងៃមួយចាប់ផ្ដើមមានអារម្មណ៍ប្រច័ណ្ឌពេលឃើញថាបើមានភាពស្និទ្ធស្នាលជាមួយនឹងបុរសវ័យចំណាស់ម្នាក់នោះជាពិសេសនៅពេលដែលគាត់ឃើញបុរសនោះលួចសម្លឹងមើលអាបាសពេលដែលនាងកំពុងតែបំបៅទឹកដោះឲ្យកូនរបស់គាត់បុរសចំណាស់បាននិយាយពន្យល់ថាគាត់គ្មានបំណងអាក្រក់អ្វីទេគាត់គ្រាន់តែចង់ផ្ដល់ទឹកឃ្មុំឲ្យទៅកាន់អាបាតញ៉ាំទៅគឺវាអាចជួយដល់សុខភាពរបស់អភិបាលពេលនាងមានទឹកដោះច្រើនងាយស្រួលក្នុងការចិញ្ចឹមថែរក្សាកូនប៉ុន្តែទោះបីជាយ៉ាងណាដេដាសនៅតែមិនទុកចិត្តបុរសចំណាស់នោះឡើយនឹងបានប្រាប់ឲ្យគាត់ចាក់ចេញទៅពិភពដ៏តូចរបស់គាត់ក៏ត្រូវបានជួសជុលហើយរួចរាល់ផងដែរបុរសចំណាស់បានឆ្លើយយល់ព្រមប៉ុន្តែមុននឹងចេញទៅគាត់បានអញ្ជើញឲ្យបានដឹងដេដាសមកចូលរួមកំអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺអភិបាលបានឆ្លើយយល់ព្រមភ្លាមដោយមិនទាន់និយាយភាសានេះជាមួយនឹងទីតាំងទេក្រោយមកពួកគេបាននាំកូនឡើងលើទូកនៅទីនោះពួកគេបានមើលខ្សែភាពយន្តជាមួយគ្នានឹងចំណាយពេលមួយយប់យ៉ាងរីករាយទៅប៉ុន្តែព្រឹកថ្ងៃបន្ទាប់មកទៀតរឿងដ៏អាក្រក់មួយក៏បានកើតឡើងដេដាសបានសង្កេតឃើញថាកំពុងធ្វើដំណើរចេញឆ្ងាយពីច្រាំងកាន់តែខ្លាំងតែបុរសចំណាស់ម្នាក់នឹងបានរុញគាត់ទម្លាក់ចូលខាងក្នុងសមុទ្រភ្លាមអាល់បាបានឮសំឡេងស្រែកហើយរត់ចេញមកមើលនាងឃើញទីតាំងកំពុងតែលិចលង់នៅក្នុងទឹកដោយមិនស្ទាក់ស្ទើរគិតអីវែងឆ្ងាយទៀតទេនាងបានបោះអាវពោងសង្គ្រោះឲ្យកូន4នាក់បានលោតចូលទៅជួយភ្លាមតែម្ដងប៉ុន្តែខណៈពេលដែលពួកគេនៅពេលអ្នកកំពុងតែយាយាមរស់រានមានជីវិតនៅក្នុងទឹកសមុទ្រមួយនឹងបុរសចំណាស់ឆ្លៀតឱកាសរត់គេចខ្លួនដោយបាននាំយកកូនរបស់ពួកគេទៅជាមួយដូចនេះបានធ្វើឲ្យបាននឹងដេដាសព្រួយបារម្ភយ៉ាងខ្លាំងពួកគេក៏បានត្រឡប់ទៅច្រាំងវិញដើម្បីគិតថាវិធីសាស្ត្រដោះស្រាយបន្តទៀតបន្ទាប់ពីគិតអស់ពេលជាច្រើនម៉ោងរួចហើយពួកគេក៏បានសម្រេចចិត្តតាមប្រមាញ់បុរសចំណាស់នោះដើម្បីនាំយកកូនរបស់ពួកគេត្រឡប់មកវិញនៅបានជាដាច់ខាតអស់រយៈពេលជាច្រើនថ្ងៃបានកន្លងផុតទៅ
ពួករៀបចំត្រៀមខ្លួនរួចជាស្រេចតែបានជួសជុលម៉ាស៊ីនទុកឲ្យវាដំណើរការឡើងវិញនិងសិក្សាអំពីការកំណត់ទិសដៅការធ្វើដំណើរនៅក្នុងសមុទ្រស្វែងយល់វាឲ្យកាន់តែច្បាស់ហើយកាន់តែស៊ីជម្រៅអ៊ីចឹងណានៅក្នុងអំឡុងពេលនោះអាត្មាបានរកឃើញតម្រុយដ៏សំខាន់មួយនិងបានសង្កេតឃើញការមួយប្រភេទដែលជាប្រភពដោយមិនបានបង្អង់យូរទេពួកគេក៏បានសម្រេចចិត្តធ្វើដំណើរទៅកាន់ទីនោះទៅពេលគ្រប់យ៉ាងរួចរាល់អស់ហើយពួកគេនឹងក៏បានចេញដំណើរឆ្លងកាត់សមុទ្រអស់ជាច្រើនម៉ោងទីបំផុតពួកគេក៏បានផ្ដល់ទីតាំងកោះមួយនឹងហើយបានពួកគេបានឃើញទោសរបស់បុរសចំណាស់នៅទីនោះផងដែរប៉ុន្តែមិនបានឃើញមនុស្សណាម្នាក់នៅលើទូកទេដូចនេះហើយពួកគេក៏បានចុះទៅរុះរើនៅលើកោះមួយនឹងដោយបានយកគាត់ទៅខ្លួនមិនយូរប៉ុន្មានពួកគេក៏បានប្រទះឃើញអគារចាស់មួយនៅទីនោះពួកគេក៏បានឃើញបុរសចំណាស់ម្នាក់នឹងកំពុងតែប្រមូលទឹកឃ្មុំដោយសារតែបុរសម្នាក់នឹងមិនបានប្រុងប្រយ័ត្នពួកគេក៏បានឆ្លៀតឱកាសចូលទៅជិតទៅខណៈពេលដែលអភិបាលកំពុងតែស្វែងរកនៅជាន់ខាងក្រោមនាងក៏បានឃើញកូនប្រុសរបស់ពួកគេបើត្រង់ប៉ុនតែមុននឹងពួកគេអាចជួយកូនបានបុរសចំណាស់ក៏បានប្រទះឃើញពួកគេក៏បានស្ទុះចូលមកវាយប្រហារទៅកាន់អាបាតនិងបានដណ្ដើមយកកាំភ្លើងរបស់នាងនៅពេលនោះពួកគេនឹងពីរនាក់គ្មានជំរើសអ្វីក្រៅពីធ្វើតាមបញ្ជារបស់គាត់ទេខណៈពេលដែលឮសំឡេងកូនយំអភិបាលក៏បាននិយាយអង្វរសុំឲ្យគាត់អនុញ្ញាតឲ្យនាងបំបៅទឹកដោះឲ្យកូនរបស់ខ្លួនបន្តិចមកបុរសចំណាស់នឹងក៏ព្រមទៅប៉ុន្តែនៅឈរឃ្លាំមើលនាងមិនឲ្យឃ្លាតឆ្ងាយពីភ្នែកទេខណៈពេលដែលបានកំពុងតែបំបៅដោះកូននៅជាន់ខាងក្រោមនិងបុរសចំណាស់ហាក់ដូចជារីករាយក្នុងការមើលនាងខ្លាំងមែនទែនមួយសន្ទុះក្រោយមកគាត់ក៏បានត្រឡប់ទៅមើលដូចដើមវិញម្ដងអាបាសបានឆ្លៀតយកឱកាសមួយនឹងដើម្បីរត់គេចខ្លួនជាមួយនឹងគោថាគាត់កំពុងតែខិតជិតមកដល់អភិបាលបានឈប់រត់ហើយបានលាក់ខ្លួននៅកន្លែងមួយក្រុមបានព្យាយាមលួងលោមកូនរបស់ខ្លួនកុំឲ្យស្រែកយំរំពេចក្រោយមកបុរសចំណាស់នឹងក៏បានឮសំឡេងមួយនឹងនៅពេលដែលគាត់ដើរចូលទៅពិនិត្យយីមើលគាត់បានឃើញទូរស័ព្ទមួយដែលកំពុងតែចាក់វីដេអូរបស់កូនក្មេងស្រែកយំដូចនេះហើយក៏គិតថាអភិបាលកំពុងតែព្យាយាមត្រឡប់ទៅវិញដើម្បីជួយដែរហើយក៏បានផ្ដាំផ្ញើត្រឡប់ទៅវិញភ្លាមៗទៅក្នុងពេលជាមួយគ្នានឹងដែលអភិបាលបានព្យាយាមដោះលែងទៀតដែរហើយបានហើយរួចរាល់មុនពេលដែលបុរសចំណាស់ម្នាក់នឹងរត់ធម្មតាមិនតែប៉ុណ្ណោះនាងបានលួចប្រគល់កូនកាំបិតតូចមួយឲ្យទៅកាន់ទីតាំងដោយសម្ងាត់ផងដែរថាបើត្រូវបានបុរសចំណាស់ម្នាក់នឹងចាប់រួចនឹងបានព្យាយាមតស៊ូប្រយុទ្ធបែកនេះជាមួយនឹងបុរសចំណាស់ម្នាក់នឹងទៅទោះបីជាដឹងខ្លួនថាគាត់នៅខ្សោយមិនមានកម្លាំងគ្រប់គ្រាន់ក៏ដោយប៉ុន្តែគាត់គ្មានការខ្លាចជាញើសជាមួយណាពេទ្យម្នាក់នឹងទេបន្ទាប់មកស្រាប់តែអភិបាលបានរើសយកកាំភ្លើងហើយតម្រង់ជ្រុងដាក់ទៅកាន់បុរសចំណាស់ម្នាក់នឹងប៉ុន្តែដោយសារតែនាងស្ទាក់ស្ទើរចិត្តមិនដាច់មិនហ៊ានបាញ់បុរសចំណាស់បានឆក់ឱកាសខិតមកចិត្តហើយគាត់គ្រាន់តែរងរបួសត្រង់ស្មាប៉ុណ្ណោះប៉ុន្តែនៅតែអាចវាយបកវាយប្រហារទៅកាន់អភិបាលវិញបាននៅពេលដែលបានឃើញដូចនេះដេដាសបានប្រឹងក្រោកឡើងហើយវាយប្រហារទៅកាន់បុរសចំណាស់ដោយប្រើប្រាស់ឧបករណ៍មួយពួកគេក៏បានប្រយុទ្ធបែកគ្នាយ៉ាងស្វិតស្វាញខ្លាំងមែនទែននៅទីបំផុតដើម្បីសង្គ្រោះគ្រាប់បានលាន់នៅឡើងពេញកោះតែម្ដងទោះបីជាយ៉ាងណាក៏ដោយដេដាសនៅតែអាចដើរទៅឲ្យកូនរបស់គាត់បានសម្រេចឲ្យបានទោះបីជារងរបួសក៏ប្រញាប់មកក្បែរគាត់ដែរប៉ុន្តែភ្លាមនោះដេដាសបានដួលនៅលើដីទៅពីព្រោះតែគាត់ក៏ត្រូវមួយគ្រាប់កាំភ្លើងចំទ្រូងផងដែរនឹងបានដាច់ខ្យល់ស្លាប់បង់ជីវិតទៅបានហើយនៅដោយទទួលយកការឈឺចាប់និងការបាត់បង់ដ៏ធំធេងដែលបានកើតឡើងជាច្រើនឆ្នាំក្រោយមកហើយបានធំធាត់ឡើងហើយមានចំណង់ចំណូលចិត្តដូចជាឪពុករបស់គេក៏បានបង្ហាញវីដេអូចាស់ៗរបស់ដេដាសឲ្យកូនមើលដើម្បីគេស្គាល់ឪពុករបស់ខ្លួនទោះបីជាឆ្លងកាត់រឿងរ៉ាវដ៏ឈឺចាប់ជាច្រើនក៏ដោយឲ្យបាននៅតែបន្តរស់នៅនិងខិតខំចិញ្ចឹមកូនបានល្អបំផុតនៅចុងបញ្ចប់នៃយន្តមួយនេះអាល់បាបាននិយាយប្រាប់ថាសេចក្តីស្រឡាញ់នាងមានចំពោះកូនគឺជាចំណុចចាប់ផ្ដើមនៃការកើតឡើងវិញរបស់មនុស្សជាតិដើម្បីបន្តពូជពង្សរបស់មនុស្សអីចឹងណារឿងនេះប្រកាសបញ្ចប់តែត្រឹមនឹងទៅអរគុណច្រើនខ្លាំងមែនទែនសម្រាប់បងប្អូនតាមដានទស្សនាសេរីមួយនេះតាំងពីដើមរហូតដល់ចំ